រឿងរ៉ាវជាឧទាហរណ៍នៅក្នុងព្រះសាសនាដូចជាបានលើកឡើងតាក់ទងទៅនឹងរឿងព្រះបាទអជាតសតុជាបុត្រារបស់ព្រះបាទពំពិសាដែលខ្សែគប់ទៅជាមួយនឹងភិក្ខុទេវទត្តហើយក៏ហ៊ានធ្វើនៅបេតុឃាតសម្រាប់ព្រះបិតាហ្នឹងហើយកំហុសនេះធ្ងន់ធ្ងរណាស់គឺកើតឡើងដោយសេចក្តីល្ងងជាទោសរបស់វត្តដាក់ក្នុងវាលវត្តសង្សារនេះមានទោសច្រើនមានទុក្ខច្រើនណាស់គួរឲ្យខ្លាចទៀតព្រោះថាបើបុគ្គលនៅអាស្រ័យនៅក្នុងវាលវត្តសង្សារយូរពេកនឹងអាចធ្វើនៅកម្មផ្សេងតាមរយៈនៃការខ្សែគប់នឹងឯងសំណាងដែរយើងមិនបានធ្វើនៅកម្មធ្ងន់ធ្ងរអញ្ចឹងណាបើសិនជាទៅធ្វើកម្មធ្ងន់ធ្ងរអញ្ចឹងយើងក៏ប្រហែលទទួលទុក្ខទោសដោយដែលលោកអ្នកដែលធ្វើកម្មធ្ងន់ធ្ងរអញ្ចឹងដែរនេះជាលាភសំណាងរបស់យើងមិនបានធ្វើកម្មធំមានបញ្ចានន្តរយកម្មបេតុឃាតមេតុឃាតអរហន្តឃាតជាដើមហ្នឹងណាយើងមិនបានធ្វើនៅអកុសលកម្មបែបហ្នឹងជាលាភជាសំណាងរបស់យើងហ្នឹងហើយពេលខ្លះយើងអត់សប្បាយចិត្តរឿងណារឿងណីអីផ្សេងចឹងទៅយើងនឹករលឹកថាអាត្មាអញមិនបានធ្វើនៅអកុសលកម្មធំមានអនន្តរយកម្មអីហ្នឹងទេហ្នឹងហើយតែហ៊ានចូលដល់អនន្តរយកម្មហើយគឺកាយលែងបានហើយណាទៀងតែនឹងទៅកាន់ឋាននរកយ៉ាងពិតប្រាកដហ្នឹងហើយបើទោះបីជាបានធ្វើបុណ្យធ្វើទានច្រើនដូចជាបបាជាសតុក៏ដោយតែត្រូវទៅកាន់ឋាននរកសិនហ្នឹងហើយអញ្ចឹងគឺរឿងទោសអនន្តរយកម្មនេះតាមនៅក្នុងគម្ពីរធម៌អាលោកសំដែងគឺនរកមួយកាប់ហ្នឹងហើយទៅឋាននរកចំនួនមួយកាប់គឺមួយផែនដីយូរណាស់អញ្ចឹងយើងមិនបានធ្វើកម្មនឹងទេអញ្ចឹងយើងអាចធ្វើកុសលធម៌ទាំងឡាយទាំងពួងហ្នឹងហើយទានខ្លះសិលខ្លះសមាធិបញ្ញាអីផ្សេងអញ្ចឹងទៅដែលយើងនៅមានឱកាសដើម្បីទៅកាន់សុគតិភពបានហ្នឹងហើយយើងអាចមានឱកាសទៅកាន់សុគតិភពបានជារឿងមួយអស្ចារ្យណាស់បើសិនជាយើងជាបុគ្គលដែលបិទនៅស្ថានសួគ៌នឹងព្រះនិព្វានគួរឲ្យស្ដាយទេហ្នឹងហើយចេះសំណាងល្អយើងមិនតន់ជាបុគ្គលដែលបិទនៅមគ្គផលព្រះនិព្វានឬក៏បិទនៅមនុស្សទេវតាទេហ្នឹងហើយការដែលយើងមិនទាន់បានធ្វើនៅកម្មធ្ងន់មានអនន្តរយកម្មហ្នឹងគឺថាយើងមិនទាន់បិទដែរយើងនៅមានឱកាសដើម្បីនឹងកសាងខ្លួនបានកើតជាមនុស្សបន្តទៀតឬក៏ទៅជាទេវតាឬក៏អាចសន្សំអប់រំនៅក្នុងសតិប្បដ្ឋានវិបស្សនានឹងអាចសម្រេចមគ្គផលព្រះនិព្វានបានទៀតអាស្រ័យទៅលើឧបនិស្ស័យគ្រប់គ្រាន់អញ្ចឹងចាត់ទុកថាយើងមានសំណាងដែលយើងមិនបានធ្វើកម្មអាក្រក់ដូចជាបាជាសតោដូចជាភិក្ខុទេវទត្តអញ្ចឹងតែទោះជាយ៉ាងណាក៏ដោយណាក៏យើងត្រូវតែប្រុងប្រយ័ត្នជានិច្ចពីព្រោះថារឿងកិលេសនេះវាអាចបោកយើងប្រើប្រាស់បានគ្រប់ពេលវេលាទាំងអស់ហ្នឹងហើយកិលេសហ្នឹងអាចបោកយើងប្រើប្រាស់បានគ្រប់ពេលទៀតអត់មានខ្លាចយើងអីមិនតិចទេកិលេសហ្នឹងនោះកិលេសមិនតាន់កើតឡើងថាមិនហ៊ានធ្វើទេកម្មហ្នឹងប៉ុន្តែតែកិលេសកើតឡើងហើយរឿងអីក៏កិលេសហ៊ានធ្វើដែរហ្នឹងហើយព្រោះទោសនៅក្នុងវត្តដាក់ទោសណាក៏យើងធ្លាប់ប្រព្រឹត្តសូម្បីតែអនន្តរយកម្មហ្នឹងក្នុងវាលវត្តសង្សារហ្នឹងក៏យើងធ្លាប់ធ្វើដែរបានន័យថាយើងធ្លាប់ទៅកាន់ឋាននរកឆ្អែតឆ្អន់អស់កាលដ៏យូរណាស់មកហើយ
តែឥឡូវនេះបានកើតនៅក្នុងកំណើតមនុស្សពិតជាលៀបសំណាងរបស់យើងហើយក៏យើងអាចកសាងខ្លួនយើងទៅកាន់សុគតិភពនឹងព្រះនិព្វានបាននេះវាជាឱកាសល្អរបស់យើងបំផុតហើយហ្នឹងហើយជាពិសេសក្នុងបច្ចុប្បន្នសម័យនេះដែលយើងអាចប្រព្រឹត្តបដិបត្តិខ្សែគប់សប្បុរសហើយយល់ដឹងនៅក្នុងបរមត្ថធម៌អាចសិក្សាព្រះវិន័យសិក្សាព្រះសូត្រសិក្សាព្រះអភិធម្មសាកសួរបញ្ហាធម៌យល់ដឹងគុណទោសបាបបុណ្យរៀនយល់ដឹងរហូតទៅដល់សតិប្បដ្ឋានបដិបត្តិអានឹងវាសុទ្ធតែជាសំណាងរបស់យើងក្រៃលែងឲ្យតែយើងព្យាយាមខ្សែគប់សប្បុរសគឺយើងនៅមានឱកាសដើម្បីនឹងបានចេះដឹងយើងមានឱកាសធ្វើបុណ្យធ្វើទានរក្សាសិលយើងមានឱកាសបន្តដំណើរទៅកាន់សុគតិនិងព្រះនិព្វានបានឲ្យតែយើងខ្សែគប់សប្បុរសហើយបើថាមិនពេញចិត្តក្នុងការខ្សែគប់សប្បុរសពេញចិត្តនៅក្នុងការខ្សែគប់នៅបុគ្គលពាលទេយើងមិនមានសំណាងបានចេះដឹងបានទៅកាន់ស្ថានសួគ៌ព្រះនិព្វានអីទេយើងមានតែដំណើរទៅកាន់អបាយភូមិនឹងឯងព្រោះជាការខ្សែគប់នៅបុគ្គលពាលដែលជាដើមហេតុតួយ៉ាងដូចជាបបាជាសតុអីអញ្ចឹងឃើញទេគ្រោះថ្នាក់មែនទែនខ្សែគប់ទេវទត្តមកផ្លេតខ្លួនឯងសម្លាប់បិតាបានសម្រេចហើយតាំងស្ដាយក្រោយហួសពេលអស់ហ្នឹងហើយបើមិនបានទៅធ្វើអនន្តរយកម្មអីណាទេព្រះរាជាលោកអាចសម្រេចមគ្គផលព្រះនិព្វានក្នុងបច្ចុប្បន្នជាតិកាលនោះបានណាប៉ុន្តែដោយលោកបានជីករំលើងនៅឫសគល់នៃគុណធម៌ហ្នឹងក៏មិនអាចសម្រេចមគ្គផលបានគួរឲ្យសោកស្ដាយណាស់ហើយចុះបុគ្គលខ្លះដែលខ្សែគប់បុគ្គលពាលហើយមិនបានទៅធ្វើអនន្តរយកម្មក៏នៅតែធ្វើកម្មផ្សេងណាធ្វើកម្មផ្សេងដែលជាអកុសលកម្មហ្នឹងថាឲ្យខ្សែគប់បុគ្គលពាលហើយបានដល់នៅសេចក្តីចម្រើននោះវាគ្មានទេឲ្យតែខ្សែគប់បុគ្គលពាលហើយមិនមាននៅសេចក្តីចម្រើនទេឲ្យតែស្ដាប់បុគ្គលពាលហើយអនុវត្តតាមបុគ្គលពាលហើយមិនមានសេចក្តីចម្រើនទេបើបុគ្គលពាលនោះទៅកាន់ឋាននរកខ្លួនឯងក៏ទៅកាន់ឋាននរកដូចគ្នាឃើញទេព្រោះបុគ្គលពាលនឹងសាបព្រោះឲ្យយើងនឹងអនុវត្តប្រព្រឹត្តឲ្យដូចជាគេអញ្ចឹងទេវទត្តអនន្តរយកម្មអជាតសតោអនន្តរយកម្មពួកគ្រូពរណកសបៈមគ្គលិកោសាលអីពួកអណ្ដេរថៃហ្នឹងគ្រូធំហ្នឹងសុទ្ធតែទៅកាន់ឋាននរកកូនសិស្សអន្តេវាសិកៈទាំងអស់ហ្នឹងបរិស័ទរបស់គាត់ដែលពេញចិត្តហ្នឹងសុទ្ធតែទៅកាន់ឋាននរកឃើញទេអញ្ចឹងបានន័យថាបុគ្គលពាលហ្នឹងខ្លួនឯងជាពាលដឹកនាំគេឲ្យពាលខ្លួនឯងទៅកាន់ទុគតិញ៉ាំងអ្នកដតីក៏ទៅកាន់ទុគតិអញ្ចឹងបានថាគួរឲ្យខ្លាចណាស់គួរឲ្យខ្លាចបុគ្គលពាលហ្នឹងណាហើយមិនមែនតែនៅក្នុងសម្បារាយកដ្ឋៈប្រយោជន៍សម្បារាយកដ្ឋៈភពទេសូម្បីតែនៅក្នុងបច្ចុប្បន្ននេះការរាប់អានការសាបគប់បុគ្គលពាលនឹងនាំមកនៅសេចក្តីទុក្ខអស់លៀបអស់យសវិនិច្ឆ័យទ្រព្យសម្បត្តិបាត់បង់អាយុជីវិតសុខភាពមានរឿងអន្តរាយច្រើនណាស់កើតពីបុគ្គលពាលនឹងចុះបញ្ចូលបចោតបញ្ជោផ្សេងទាល់តែយើងអស់ទ្រព្យសម្បត្តិណានៃអីចឹងទៅហ្នឹងហើយដូចជាមានអស់លោកពុទ្ធបរិស័ទខ្លះគាត់ថាគាត់អស់ទ្រព្យនឹងញាតិនឹងបងប្អូនគាត់អីចឹងណាហ្នឹងហើយបងប្អូនជាបុគ្គលពាលណា
một đài một dây một ấy mình son ấy chân tư chúng cá mình na ngái chỉ côn trao dương từ tiết một cô pia lắm mình na vô trò vô sầm bát nâng từ bà hân bà hao bát rồi lót rồi lia vì ni vì na giờ tới nâng cứ mình đời xa ấy thế cứ đời xa pia lắm anh chân bàn thà ai bị giặt naไอ้เปียลเมียนปีบ้านมันเจ๊กันรอมาไว้ท่าเปียลขังขนมหนึ่งเปียลขังกราวนั่นไงเปียลขังขนมคือครูนไอ้เปียลขังกราวคือเปียลเนตโดเต้จังการชีเวียงการใส่กบเปียลขังกราวนั่นก็ยังวิจาให้เป็นได้คอมเพล็กวิจาเนื้อเปียลขังขนมหนึ่งพอเปียลขังกราวชราญปัญนาไปยืงมันจะใส่กบไปออกเรื่องไงแต่เปลี่ยนขังขนมคือถ้ายั่งเอายืงดอลในsự đây vì nia rồiยืงเปลี่ยนขังขนมยังไงยังปรองประหยัดจะมวยเปลี่ยนขังขนมหนึ่งไอเมนเตนคือครูนยืงchỉบอกโกลเปลี่ยนเลยนะผมเอาพลิกครูนยังไงมาแต่ครูนไอหนึ่งอดเปียลไอ้ตอนเนี้ยดนตรีการครูนยืงชีบอกโกลเปียลได้แต่ยืงอดจับอารมณ์ยืงอดบานเกิดยืงชีบอกโกลเปียลได้ยืงประกายขังคังประกายขังจัดแนนประกายขังสอบประกายขังกำนังประกายขังจัดดาวประกายขังยุ่งไอ้ยังเต้ยืงอดบานดังvàสดับโกลเปียลมาเตะบัดตอดไอ้นอเต้โนนั่นไงปวนได้แต่ไทยนอเตโนปุเจ้าปุไอนาโนเตโนตามเป็ดครูนยืงเปลคลาเชียบอกโกลเปียลสดก่อนแต่ยืงอัดบานสังเกตยืงสมานท่ายืงเชียสับรอนั่นไงปุปะทอยจุนนี้ขณะเจ็ดคลาเขาเชียสับรอเต้ขณะเจ็ดคลาเขาเชียสับรอเต้ยืงตามดานสัก3 ปีวิไทยเจ็ดขณะเจ็ดให้สัก3 ปีจัตตานุปัสสนาสติปัฏฐานติดบัดดังขณะเปลคลาคือถ้าจัดนั่งchỉซับรอมองนะจัดนั่งจัดละอฟื้นเตียนเดซาเซลเมียนเมตตาเมียนกุลทวบเซงยังเต้เปลคลาเตียนก็อดเซลก็อดสมาธิปัญญาไอก็อดเมียนแต่ก็สละปีกองนั่นเองนั่นไงจังบ้านท่าวิสัยปะทอยจนนี่คือchỉบอกโกลเปียลแต่มวยไงนั่งมาดองเปียลมาดองมันเด็ดมาดองเปียลมาดองมันเด็ดจุนการเปียลปรึกเต้โดยchỉสับรอเต้ไงติ๊กเต้chỉเปียลบ้านเต้ละเงี้ยติ๊กบ้านสับรอมาเว้ยยังจังเต้จุนการมาไงวัวละเงี้ยนั่งเปียลสดนั่งปวดบริษัททลบบานสังเกตมือเด้มาไงวัวละเงี้ยอดเมียนนักเคยโทรไปจ้าหน้าโทรไอ้ติ๊กเต้เมียนแต่กำพังกำพัลเมียนแต่กาจ้องบ้านจนแนนชนิดนี่จัดรูเวควายควอลวักโวเจิบชัวดังไอเต้าไอจังเต้าคือถ้ามาทั้งไงวอลงี้นั่นคือจัดปีละโหดจัดปีละโหดเมียนได้บานสังเกตปีนัดเด้นั่งให้ได้ให้ถ้าchỉจัดปีละเนาะนั่งไงจัดปีละคือจังไอบานคาศักษาอบรมสายกบสับรอเต้านายนอมบานหมกกึดกูโทอาไอ้คลาวิจารณ์นะโทไอ้คลามาวิ่งเต้ไปบานจัดจีสับบรอกาลางวิ่งไอ้บัวทำบานสับกบสับบรอเต้ไปลงเล็กเต้นขนมอากาศซอลหนึ่งจังบานท่าขนมครูนยืงนี้ก็มีจัดสับบรอนั่งจัดอาสับบรอจัดปีหรือก็จัดเด็ดนั่งไงไปคลาก็จัดบันเด็ดกาลางจังเต้นะจัดเมตตากาลางไอ้จังเต้จัดเชี่ยบันเด็ดกาลางไอ้เปคลาจัดตูสะการลางขังยาวเช่ชนแล้วนั่งมันจัดบันดัดนะจัดปีลังจังบานย่ำกันได้ย่ำบ้านเลือกลังท่าเนื้อเป้เลยพดบอดทัศน์ไปเรื่องบอกโกลเปียลังก็มอยกระถาเปียลสุดแต่เนื้อง่ายเรื่องบอกโกลเปียลเนื้อห่างกราวเยื่อเนื้อง่ายจัดไอไปเยอะอันนั้นจีเรื่องมวยหายปัญหาคอมเพล็กเปียลขังขนมเนี่ยvề nơi chết bằng cái thì dương ọt bàn mơ nữa
សត្រូវនៅចិត្តបង្កើយគឺអកុសលចិត្តជាចិត្តពៀលនៅកន្លែងហ្នឹងតែយើងអត់បានសង្កេតពិនិត្យដល់អត់បានសង្កេតពិនិត្យទៅស្មានថាអត់ពៀលទេខ្លួនឯងហ្នឹងជាជនធម្មតាមួយអីអញ្ចឹងណាតាមពិតពេលខ្លះយើងជាបុគ្គលពៀលដែរហ្នឹងកុំឲ្យកាន់ជើងខ្លួនយើងសុទ្ធតែថាខ្លួនយើងល្អរហូតអីណាស្ដាប់អញ្ចឹងទៅដើម្បីកុំឲ្យដូចថាលើកដំកើងខ្លួនយើងថាខ្លួនយើងសុទ្ធតែត្រូវសុទ្ធតែល្អសុទ្ធតែបណ្ឌិតរហូតអីនោះស្ដាប់អញ្ចឹងទៅដើម្បីឲ្យដឹងថាអូខ្លួនយើងពេលខ្លះក៏ពេលដែរមិនពេលខ្លះទេច្រើនពេលទៀតផងញឹកញាប់ទៀតផងខណៈណាដែលមិនបានមានសតិមានទានមានសិលមានភាវនាមានការអប់រំចិត្តខណៈនោះដែលមានតែអកុសលនោះគឺជាពេលហើយឃើញទេពួកពេលលាធម្មវាបាត់ហើយហើយខណៈអញ្ចឹងតើសម្បូរទេក្នុងជីវិតប្រចាំថ្ងៃរបស់យើងនឹងសម្បូរចិត្តអញ្ចឹងទេថាសម្បូរណាស់អញ្ចឹងបានន័យថាយើងមិនទាន់ជាពេលមិនទាន់ជាសប្បុរសពេញលេញទេនៅជាពេលហូហែដើរលើឬក៏ញឹកញាប់ទៀតផងអញ្ចឹងបានជាត្រូវការខ្សែគប់ជាមួយសប្បុរសដើម្បីអីគឺដើម្បីលាងសម្អាតដោយចិត្តខាងក្នុងរបស់យើងនេះបើយើងជាសប្បុរសពេញលេញហើយមានទៅខ្លាចខ្សែគប់អ្នកណាអ្នកណីខុសឆ្គងឬក៏ថាដោយរយតាមគេអីណាអត់ទេមកពីយើងវានៅតុនខ្ចីវានៅល្ងងវានៅឆោតតែគេចូលមកបោកអាងចាញ់បោកគេងាយណាស់ចិត្តមនុស្សយើងហ្នឹងដែលថាមិនបានសូវសិក្សាអប់រំហ្នឹងងាយនឹងចាញ់ឆោតគេណាបើមិនបានចាញ់ឆោតចាញ់បោកអស់ទ្រព្យអស់សម្បត្តិអីក៏ចាញ់អារឿងការអនុវត្តការប្រព្រឹត្តគេដឹកនាំឲ្យគិតខុសនិយាយខុសធ្វើខុសចាញ់បោកអារឿងហ្នឹងធ្ងន់ធ្ងរជាងអស់ទ្រព្យអស់សម្បត្តិអីទៅទៀតហ្នឹងហើយអញ្ចឹងពុទ្ធបរិស័ទណាត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនហើយព្រះអង្គសម្ដែងណាចរញ្ញេនីធិកិច្ឆយៈសីយ៉ាងសតិសមត្តណោឯកចរិយ៉ាងតលហង្កយរាណដ្ឋិពាលាសហាយតាបុគ្គលបើស្វែងរកនៅកល្យាណមិត្តបើមិនបានមិត្តល្អជាងខ្លួនឬក៏ស្មើនឹងខ្លួនទេក៏បីប្រព្រឹត្តនៅតែម្នាក់ឯងទៅព្រោះសហាយតាគុណមិនមាននៅក្នុងបុគ្គលពាលទេគឺគុណធម៌ដែលជាមិត្តល្អណាមិត្តពធកល្យាណមិត្តហ្នឹងគឺពួកពាលទាំងឡាយអត់មានភាពជាកល្យាណមិត្តទេអញ្ចឹងព្រះអង្គសម្ដែងថាឲ្យនៅម្នាក់ឯងល្អជាងហ្នឹងហើយកុំឲ្យធុញទ្រាន់ហ្នឹងសប្ថ្ងៃនេះឯកោណាគ្មានមិត្តភ័ក្តិបងប្អូនគ្មានអីទេអញ្ចឹងរាប់អានអ្នកណាក៏រាប់ដែរឲ្យតែបានគ្នាទេនិយាយអញ្ចឹងអត់ត្រូវទេណារាប់អានអ្នកណាក៏រាប់ដែរហ្នឹងរាប់អានអ្នកណាក៏រាប់ដែរហ្នឹងប៉ះលោរាប់ចំបកុលពីលហ្នឹងគឺសយបដោយឃើញទេអញ្ចឹងព្រះអង្គសម្ដែងថាគួរនៅម្នាក់ឯងវិញល្អជាងបើមិនមានអ្នកណាល្អជាងខ្លួនស្មើខ្លួនពេលតែស្មើខ្លួនក្នុងទីនេះខ្លួនឯងជាមនុស្សល្អដែរទេណាហ្នឹងហើយជាអ្នកមានសិល5អីចឹងទៅបរោអ្នកមានសិល5ដូចខ្លួនឯងមិនបានទេមិនបាច់ចាំរាប់ទេឃើញទេគ្រាន់តែមកស្គាល់បានទៅមនុស្សមិនបាច់ចាំទៅរាប់អានបាច់ចាំទៅពឹងពាក់អាស្រ័យចរចាអីច្រើនពេកទេហ្នឹងហើយដោយអកតេរបស់បរមពុរិស័ទទទួលពរពីព្រះអិនណាសូមឲ្យអាត្មាកុំឲ្យជួបបុគ្គលពាលកុំឲ្យមានចិត្តចង់នៅចិត្តបុគ្គលពាលកុំឲ្យចង់មានចិត្តចង់ទៅនិយាយជាមួយបុគ្គលពាលអីលោកឃើញទោសនៃបុគ្គលពាលតែមិនហ្នឹងអីពាលហ្នឹងនាំឲ្យលោកវិនាសហ្នឹងហើយចំណេះវិជ្ជារបស់បុគ្គលពាលហ្នឹងបើទោះបីជាបុគ្គលពាលមានចំណេះអីច្រើនប៉ុណ្ណាព្រះអង្គសម្ដែងថាបុគ្គលពាលចេះដឹងអីគឺថាចំណេះចេះដឹងនោះគឺសម្រាប់សម្លាប់នៅខ្លួនឯងទេហ្នឹងហើយព្រះអង្គសម្ដែងប្រពចំពោះសទ្ធិកោតប្រែតអីចឹងយាវៈទេវៈអនត្ថាយញ្ញតាំងពាលស្សៈជាយតិហន្តិពាលស្សៈ
sọc càng sáng một tháng asa vì ba tỷ dạng cả chế đăng cả làng là một cột piel kron ta đầm bay gì đây vì nè phần nó rồi mấy nhang phải nhào thề cho bấm plek bấm plan chùm này để thua xó cứ cô sao là thua đã bỏ một cột piel nó chùm này chế đăng để piel chế đăng nó cứ ăn ban thì phải giao chùm ra một cột piel thì được rồi là ưu tiên họ tham mày ưu tiên họ thà đôi chi một cột nắng chế với chế sa tái chỉ một cột piel nữa ưu tiên họ thà chế với chế sa chế phơi pet ở dạng tàu đò chế phơi pet chế xăm thằng nam chế xăm thằng nam được luôn anh chế piel chẳng trong xăm thằng nam sầm lạp kì anh đang như pi với chế sa với chế bản đất để chi với chế bản đất chế piel đấy nè là ngày hãy đòi từ trong sầm lạp kế khơi đấy về miền tổ trâu cái tam toàn trâu cái chập bàn trâu ấy chân trâu bạch chập bon đi trâu bị nia na cột trâu trâu Canada về phùm chẳng với chia đây một con piel che nắng á ông xong đây tha ban chia bị giao ấy thế con piel xong bay che ấy có đó cứ tha ban chia bị giao ấy thế ban trâm ta thưa bạp can được khăng là chân thờ đôi khi được khăn rương bờ rọ mình nè để quạt che tuột crop cru ấy chẳng che tuột trăng á đập tuột trăng tới nhưng lơ cái rương sừng khai á riêng bàn che bị cru mò hái trong tuột đập tuột trong thời lò xạ chỉ mùi đằng pre pa chơi cặp bột tuột trăm rôn từ chia pre pa chơi cặp bột nâng logo pre nè tiền từ nâng ấy hay nè sọc nè phùm ấy đằng tha bò rọ nô trên nè tuột sầm lạp pre pa chơi cặp bột nó ok sầm lạp bò rọ nô từ nâng ấy tập can ạ về chơi nở rộ ca là vuông vai men tên sẽ soi phal cam ca chỉ prai miền nhua nó lơ khá bao và môi mơn nhua vai khá bao prai đừng là hột nâng ấy để thà ca chế đằng ca lang là một cột piel lắm kron tay đầm bay sự đây vì nếp còn nọ chẳng nếu pe đã khơi một cột piel chế đằng ấy nó có 300 xa ấy pe tế rồi đằng thà ca chế đằng là một cột piel lắm kron tay đầm bay sự đây vì nếp đầm bay ca sầm lấp luôn ai phần nọ chẳng ai bằng sầm đài bà rộp dùm po bên điên ở bò là văn na mẹ thủ vía mai nhật tây pia lía dì vẹ pa páng nè mai nhật tệ dì vẹ pa páng nè pa nhật tệ xạ tia chạ mai nhật tây pa páng ạ thạ pia lô tục kháng nị kê nhật tệ ba bần toàn ai pal trầm ná chôn piel tay sầm con nợ bạp nốt em đôi chỉ tực mồm chăng lúc tại bạp đang ai pal hái chôn piel có đo nơi sự đầy tục nòng cào nổ một gol piel từng lai từng puông tay phơi ba phai sầm con nơi bạp để luôn anh phơi nó cứ thà đôi tực mồm chăng em ngành na tại đo từ bạp ai pal bạn đang thà ô tục lùm bạ nè nâng để bạn sầm đầy này một gol piel tay được cất chân thà bàn gì kê che thẹp em được nòng bạp á nữa sầm lạp lùi plon ấy nâng cứ thả cái hiên phơ tầng o kênh pro banh ấy mà chop cái hiên phơ tầng o kênh khai bạp tê cái ngăn gì mùi nâng tầng vơ để cái phơ tới việc ban pol lùi tới ban kênh pro banh tới ban của họ cho bao tới việc ban trọp ban sầm bát chẳng tới cái em gì mùi trọp sầm bát để ban một đời tôi chờ đặt nâng nè chẳng tới cái thà vậy để cái chi diêm prang prai ban nó cứ thả đôi ban tật mồm mồi chẳng phần tay np để bạp ai pal hay bạn đang thả ô tục na lùm bạ na nè ngày mơ po miền thay lâu nâng nè lộ lê lộ ấy này cái chạp bàn nè ngày còn tại ly krương kỳ mi lơ hay nè cao ruột mà hà rịch nâng rọp pon nè sài kêu được luôn ai lia kho tầm nông phơi giờ mấy ai tại ban chùm nanh phơi giờ mấy ai tại ban lôi ọt miền kết bị sọc ở phía kia nó là năng chặt piel á nè ngày chặt piel á ấy treo cái chạp bàn và cả tô
ដាក់ទោសជាប់ពន្ធនាគារមួយជីវិតហ្នឹងហើយមួយជីវិតអាហ្នឹងក្នុងបច្ចុប្បន្ននៃជាតិនេះផងឃើញទេប្រកាសទោសអញ្ចឹងឃើញទេបានផលអីដែលខ្លួនឯងចេះនេះចេះនោះអីហើយដល់អញ្ចឹងចុងក្រោយគឺបានទទួលទោសអាហ្នឹងហើយដែលថាធ្វើកម្មណាបុគ្គលពៀលតែសម្គាល់ថាមិនអីទេធ្វើទៅវាចំណេញមិនធ្វើបានអីហូបហ្នឹងហើយដល់ធ្វើទៅវាខាតអញ្ចឹងវាខាតទាំងអាយុជីវិតវាខាតទាំងសេរីភាពខ្លួនឯងនឹងទៅទៀតអញ្ចឹងបានថាការប្រព្រឹត្តល្អនេះមានតម្លៃណាមានតម្លៃណាស់កាត់ថ្លៃមិនបានណាតែយើងធ្វើល្អនេះណាមានតម្លៃណាគឺធ្វើឲ្យយើងមិនអាចទៅកាន់ពន្ធនាគារជាប់គុកជាប់ច្បាប់អីបានហ្នឹងណាជាតម្លៃនៃសេចក្តីល្អតាអំពើអាក្រក់មិនឲ្យយើងនៅផ្ទះកើតទេឥឡូវឧទាហរណ៍ថាអស់លោកពុទ្ធបរិស័ទខ្ញុំក៏ដោយអស់លោកអ្នកនឹងក៏ដោយយើងទៅសម្លាប់គេស្មានតែយើងមកអង្គុយអញ្ចឹងបានទេស្ដាប់ធម៌អញ្ចឹងកើតទេយើងត្រូវទៅនៅណាពន្ធនាគារណាគុកជីវៈណា10 20 30ឬក៏មួយជីវិតតែម្ដងណា10 20 ឆ្នាំ30 ឆ្នាំឬក៏មួយជីវិតតែម្ដងឃើញទេអញ្ចឹងតម្លៃនៃការដែលយើងមិនបៀតបៀនគេមិនសម្លាប់គេនេះជាតម្លៃអស្ចារ្យណាស់អញ្ចឹងដល់អញ្ចឹងបានដឹងថាអកុសលនឹងគ្មានតម្លៃអីទេថោកទាបណាស់មើលអំពើបាបទាំងឡាយទាំងពួងដែលជនទុច្ចរិតប្រព្រឹត្តអនុវត្តហើយហ្នឹងដំបូងគិតថាវាអស្ចារ្យវាថ្លៃថ្លាណាស់វាបានផលមកបានមាសបានប្រាក់ទាំងពាន់ទាំងម៉ឺនទាំងសែនទាំងលានមកស្មានថាសុខដល់ទីបំផុតខ្លួនឯងត្រូវអស់សេរីភាពយកទ្រព្យសម្បត្តិអីទាំងអស់ហ្នឹងទៅឲ្យគេដោះលែងខ្លួនឯងគេមិនយកយុត្តិធម៌អញ្ចឹងឃើញទេដល់អញ្ចឹងទៅបានដឹងថាតម្លៃនៃសេចក្តីល្អដែលយើងធ្វើនេះទោះបីជាយើងធ្វើទៅយើងវាមិនបានមានបានយើងមិនបានហឺហាអីប៉ុណ្ណាប៉ុន្តែយើងរស់នៅក្នុងសភាពប៉ុណ្ណឹងដែលមានសេរីភាពជាមនុស្សល្អអត់មានការរស់នៅក្នុងពន្ធនាគារឬក៏ជាបុគ្គលច្បាប់ត្រូវផ្ដន់ទាទោសអីយ៉ាងណាដោយប្រការណាមួយវាអត់មានគឺយើងធូរទេហ្នឹងហើយពេលខ្លះយើងក៏ខ្វះខាតលុយកាក់ទ្រព្យសម្បត្តិអីដែរប៉ុន្តែមិនអីទេយើងនៅជាបុគ្គលមានតម្លៃជាមនុស្សល្អឃើញទេយើងខ្វះខាតអីបន្តិចបន្តួចក៏មិនអីដែរមានចាយអត់ចាយអីបណ្ណាយើងទ្រាំរស់នៅក្នុងជីវិតហ្នឹងទៅកុំទៅធ្វើអំពើអាក្រក់ឃើញទេអត់ឃ្លានមានស៊ីពាក្យចាស់ម៉ែឪយើងតែនិយាយកូនហើយអត់ឃ្លានមានស៊ីអីកុំទៅលួចគេអាហ្នឹងពាក្យពុកម្ដាយយើងតែងទូមានណាអត់ឃ្លានមានស៊ីអីកូនទៅកុំលួចគេណាកុំទៅកាប់សម្លាប់បំបត្តិជីវិតអីនោះឃើញទេអាហ្នឹងគឺលោកចង់ឲ្យយើងបានសុខហើយហ្នឹងចង់ឲ្យយើងបានសុខហើយដើម្បីឆ្អែតមកពេលអីទៅធ្វើបាបអីម្លឹងដើម្បីបានទ្រព្យសម្បត្តិបន្តិចបន្តួចមកប៉ុណ្ណឹងលុយកាក់អី100 200 1000 2000ដុល្លារឬក៏ថា10000អីទៅចឹងទៅចោះប៉ុន្តែត្រូវទទួលទុកទោសអំពីអំពើរបស់ខ្លួននឹងក្រៃលែងអញ្ចឹងថាយើងខំធ្វើអីឃើញទេខំធ្វើអីហ្នឹងហើយអ្នកដែលធ្វើអំពើអាក្រក់ហ្នឹងសុទ្ធតែអត់អាណិតខ្លួនឯងណាគល់ពីលធ្វើអំពើអាក្រក់ហ្នឹងអត់អាណិតខ្លួនឯងស្មានតែធ្វើអំពើអាក្រក់ហ្នឹងជាអំពើរបស់បុគ្គលដែលចេះអាណិតខ្លួនឯងមិនមែនទេជនពាលធ្វើអំពើអាក្រក់មិនអាណិតខ្លួនទេកុំថាឡាយដល់អាណិតអ្នកដទៃសូម្បីតែអាណិតខ្លួនក៏មិនចេះអាណិតផង
មិនបានអញ្ចឹងថាអំពើអាក្រក់ហ្នឹងនឹងផ្ដន់ទីឲ្យជនពាលនោះទុកលំបាកទរណកម្មអំពីអកុសលហ្នឹងក្រៃលែងដោយរឿងពិបាកជាស្តុអញ្ចឹងសម្រាប់បបីដាឲ្យខ្លួនឯងត្រូវទៅនៅក្នុងលោហៈគម្ភីនរកនៅក្នុងផ្ទះដ៏ធំជម្រៅ 30000 យោជន៍ 30000 ឆ្នាំបានទឹកគួចពលិចដល់បាតផ្ទះ 30000 ឆ្នាំមិនដល់មាត់ផ្ទះ 30000 ឆ្នាំដល់បាតផ្ទះឡើងចុះនៅក្នុងទឹកក្តៅពុះកក្រាក់ហ្នឹងហ្នឹងហើយដែលថាសម្រាប់បបីដាមិនអាណិតបបីដាអារឿងមិនអាណិតព្រះបីដាជារឿងមួយហើយប៉ុន្តែអ្វីដែលសំខាន់ណាគឺមិនចេះអាណិតខ្លួនឯងហ្នឹងហើយមិនអាណិតខ្លួនឯងធ្វើអំពើបាបមិនអាណិតខ្លួនឯងចេះតែហ៊ានប្រព្រឹត្តធ្វើកម្មបាតណាបាតណីហ៊ាននោះហ៊ានណាហ៊ានណាស់ដូចយើងថាឃើញកូនក្មេងជំទង់ជំទើអីលោតហក់ផ្លោះប្រហោះម៉ូតូអីយ៉ាងទៅពេញណាពេញណីហើយមិនយូរប្រហែលក៏លឺដំណឹងថាដួលបាក់កបាក់ដៃបាក់ជើងអីចឹងទៅចាស់យើងទៅអាណិតគ្នាណាណោះអត់អាណិតខ្លួនទេអីជីវិតមិនវិលល្ងាចទេណាហ្នឹងហើយខ្ទេចអស់មុខអស់មាត់អីចឹងឃើញទេចេះតែហ៊ានមិនអាណិតខ្លួនឯងនេះហ៊ានណាហ៊ានធ្វើអញ្ចឹងណាមិនអាណិតខ្លួនឯងយ៉ាងណាមិញបកគលពីលធ្វើអំពើបាបមិនអាណិតខ្លួនឯងទេហើយបើយើងមិនអាណិតខ្លួនឯងហើយឲ្យអ្នកណាមកអាណិតយើងហើយតាំងទៅក្នុងអបាយភូមិហើយទៅរនកម្មអំពីពួកនាយនិរយៈបាលអីហើយគេមកកាប់គេមកចាក់មកឆ្កឹះមកស្គៀលសត្វថ្មាតមកខំឆ្កែខំហ្នឹងហើយភ្នំភ្លើងពមៀលកិនអីចឹងទៅនៅក្នុងឋាននរកហ្នឹងហើយតាំងថាអាម៉េចក៏នាយនិរយៈបាលមិនអាណិតខ្លួនឯងហើយបើខ្លួនយើងមិនអាណិតខ្លួនយើងផងហ្នឹងគឺខ្លួនយើងបណ្ដោយឲ្យខ្លួនឯងធ្វើបាបហ្នឹងណាអាហ្នឹងហើយឈ្មោះថាមិនអាណិតខ្លួនឯងមិនអនុគ្រោះដល់ខ្លួនឯងអញ្ចឹងបើស្មោះថាស្រឡាញ់ខ្លួនមែនណាអត្តានញ្ញេបយ៉ាងជាញាហ្នឹងណាបើថាស្មោះថាស្រឡាញ់ខ្លួនឯងមែនគាត់បីតម្រង់ខ្លួនតម្កល់ខ្លួននៅក្នុងកាលទាំង3នេះព្រះអង្គសម្ដែងថាដឹងថាខ្លួនឯងជាទីស្រឡាញ់នៃខ្លួនមែនហ្នឹងគាត់បីតម្កល់ខ្លួនឲ្យល្អហ្នឹងបើដឹងថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួនមែនហ្នឹងហើយគួរតែតម្កល់ខ្លួនឯងឲ្យតាំងនៅក្នុងកុសលធម៌ក្នុងកាលទាំង3វ័យទាំង3អញ្ចឹងទៅបឋមវ័យមជ្ឈិមវ័យបច្ឆិមវ័យគឺថាបើដឹងថាខ្លួនឯងនេះជាទីស្រឡាញ់នៃខ្លួនពិតមែននោះចឹងសរុបមកថាបកគលពេលធ្វើអំពើបាបមិនអាណិតខ្លួនឯងទេហើយថែមទាំងគិតថាអំពើបាបនឹងបាននៅសេចក្តីសុខទៅទៀតហ្នឹងហើយគិតថាបាបមិនតន់ឲ្យផលបាបនឹងមិនចេះឲ្យផលទៅទៀតទេបកគលពេលហ្នឹងពីលអាប់អិតប្រាជ្ញាហ្នឹងព្រះអង្គសម្ដែងទៅអញ្ចឹងបាបមិនតន់ឲ្យផលផ្អែមដូចទឹកឃ្មុំហើយយើងគិតមើលបកគលពេលដ៏ច្រើនទៀតតែងតែគិតថាបាបហ្នឹងមិនទាំងឲ្យផលអីផងទេល្ងងដល់ប៉ុណ្ណឹងណាឃើញទេល្ងងដល់ប៉ុណ្ណឹងល្ងងថាបាបហ្នឹងវាគ្មានឲ្យផលអីទេវាតលតែឲ្យផលមកមិនដឹងវាតលបាក់ដៃបាក់ជើងបាក់កវាតលគេចាប់បានវាតលគេផ្ដន់ទាតោអីអញ្ចឹងទៅបានវាហួសពេលអស់ទៅបើតែកំពុងធ្វើអំពើហ្នឹងគិតថាបាបហ្នឹងដូចគ្មានឲ្យផលអីទេអាហ្នឹងចិត្តពីលមិនមែនបុគ្គលពីលទេគិតតាមបរមត្ថធម៌គិតតាមបញ្ញត្តិដូចជាបុគ្គលមានប្រុសមានស្រីអីអញ្ចឹងទៅណាជាបុគ្គលពីលដល់តាមបរមត្ថធម៌នៃក្នុងអភិធម្មគឺមានតែចិត្តចេតសិកប៉ុណ្ណោះបរមត្ថធម៌សុទ្ធតែដើរតួនាទីធ្វើអំពើអាក្រក់ហ្នឹងបើមិនមានចិត្តទេណាអ្នកធ្វើនៅអំពើអាក្រក់ហ្នឹងណាបើមិនមានចិត្តទេអ្នកណាទៅធ្វើអំពើអាក្រក់ហ្នឹងគឺដោយសារចិត្តហ្នឹងហើយគេថាប្ររពចំពោះ
នាយសុមនៈមីលិកាតញ្ចកម្មង្កតាំងសាធុយ៉ាងកត្វានានុតបតិយសៈបតិតោសុមនោវិបាកੰបដិសេវតិបុគ្គលធ្វើនៅកម្មណាហើយរមែងមិនក្តៅក្រហាយឬដល់នៅសេចក្តីពេញចិត្តមានចិត្តល្អទទួលនៅផលនៃកម្មណាកម្មដែលគេធ្វើនោះហើយជាកម្មល្អនឹងនិយាយអំពីបណ្ឌិតគល់ដែលជាបណ្ឌិតនឹងគឺធ្វើកម្មណាហើយធ្វើកម្មនោះហើយគឺថាមិនក្តៅក្រហាយមិនស្ដាយក្រោយអីទេអស់លោកពុទ្ធបរិស័ទធ្វើទានហើយមានស្ដាយក្រោយក្តៅក្រហាយទេក្តៅក្រហាយតែអញធ្វើខុសហើយអញធ្វើខុសហើយណាធ្វើបន់ធ្វើទានហើយមានក្តៅក្រហាយទេរឿងថាអ្នកស្ដាយក្រោយធម្មតាបន្តិចបន្តួចបថុជនតែមានខ្លះដែរណាប៉ុន្តែចង់និយាយថាស្ដាយដូចយើងថាយើងបានធ្វើខុសអីចឹងវាអត់មានណាហ្នឹងហើយស្ដាយដូចយើងធ្វើខុសអីថាទៅសម្លាប់មេដាបៃតាអីចឹងណាវាអត់មានអញ្ចឹងទេហ្នឹងហើយអំពើល្អដែលធ្វើហើយហ្នឹងគឺមិនស្ដាយក្រោយមិនសៅមងទេយើងមានតែសប្បាយចិត្តថាអំពើល្អដែលបានធ្វើហើយហ្នឹងគឺសប្បាយចិត្តអូខ្ញុំបានកសាងនេះនោះអីទុកក្នុងសាសនាពុទ្ធរូបឬក៏កុដិសាលាព្រះវិហារស្រះទឹកដងទឹកសាលារៀនស្ពានថ្នល់អីចឹងទៅណាវាមានតែសប្បាយចិត្តសាកមើលទៅកំតិចស្ពានមួយចោលទៅគោះផ្លូវមួយចោលទៅលុបស្រះមួយចោលហ្នឹងហើយទៅដុតកុដិលោកចោលទៅដុតព្រះវិហារសាលាលុបដងទឹកចោលចិត្តក្តៅក្រហាយឥឡូវហ្នឹងអញមិនក៏អាក្រក់ម្លេះទៅធ្វើអំពើកម្មទាំងអស់ហ្នឹងអាក្រក់ណាអញនេះអាក្រក់ណាស់ក្តៅក្រហាយស្ដាយក្រោយហ្នឹងប៉ុន្តែដល់តែយើងអត់បានធ្វើអំពើហ្នឹងអត់មានក្តៅក្រហាយទេមានតែត្រេកអរនៅពេលដែលយើងបានធ្វើបុណ្យហើយយើងសប្បាយចិត្តអាត្មាអញបានបូជាព្រះសម្មាសម្ពុទ្ធបានបូជាមាសប្រាក់បានបូជាលុយកាក់បានបូជាដោយការបដិបត្តិទៅបូជាហ្នឹងហើយបានបូជាសេចក្តីល្អផ្សេងហ្នឹងហើយនឹងអត់ស្ដាយក្រោយទេសប្បាយចិត្តទៅវិញហ្នឹងហើយណែនឹងនិយាយអំពីបណ្ឌិតដែលបានធ្វើនៅអំពើល្អហើយរមែងមិនក្តៅក្រហាយមិនស្ដាយក្រោយហើយព្រះរាមាភិបព្រះអង្គសម្ដែងប្រពចំពោះសុពពុទ្ធកុដ្ឋិចរន្តិពាលាទុំមេធាអមតេនេវៈអតនាក្រោនតោបាបកੰកម្មੰយ៉ាងហោតិកដោកັບផលាំងពួកជនពាលមិនមានប្រាជ្ញាមានខ្លួនឯងជាសត្រូវតែងតែធ្វើនៅកម្មដ៏លិមុខដែលជាអំពើមានផលក្តៅក្រហាយចរន្តិពាលាទុំមេធាអមតេនេវៈអតនាហ្នឹងគឺថាបកុលពាលហ្នឹងមានខ្លួនឯងជាសត្រូវអមតេនេវៈអត្តនាហ្នឹងមានខ្លួនឯងមិនមែនជាមិត្តណាអមិត្តហ្នឹងហើយមានខ្លួនឯងជាអមិត្តមានខ្លួនឯងជាសត្រូវជាបច្ចាមិត្តនៃខ្លួនឯងណាព្រោះខ្លួនឯងជាបុគ្គលល្ងងខ្លៅនោះហ្នឹងហើយទុមេធាហ្នឹងគឺមេធាហ្នឹងគឺអ្នកប្រាជ្ញទុមេធាគឺមិនមែនជាអ្នកប្រាជ្ញគឺជាអ្នកល្ងងអញ្ចឹងបុគ្គលល្ងងខ្លៅគឺបុគ្គលពាលនឹងឯងមានខ្លួនឯងជាសត្រូវនៃខ្លួនឯងគុលពាលតែងសម្គាល់ថាអ្នកដទៃជាសត្រូវអ្នកនេះជាសត្រូវអញនោះជាសត្រូវអញតាមពិតខ្លួនឯងនឹងជាសត្រូវរបស់ខ្លួនដែលនាំខ្លួនឯងឲ្យវិនិច្ឆ័យសពគ្រប់នៅក្នុងបច្ចុប្បន្នហើយវិនិច្ឆ័យសពគ្រប់នៅសុគតិបានទទួលតែទុគតិអានឹងគឺបុគ្គលពាលខ្លួនឯងនឹងឯងជាសត្រូវនៃខ្លួនឯងពិតតែអត់ដឹងខ្លួនទេគុលពាលជាសត្រូវនៃខ្លួនឯង 100% មកព្រោះអំពើអាក្រក់ហ្នឹងបកុលពាលធ្វើហើយអំពើអាក្រក់ហ្នឹងមិនឲ្យផលទៅអ្នកណាផ្សេងទេណាគឺឲ្យផលទៅកាន់បកុលពាលនោះអញ្ចឹងបានព្រះអង្គសម្ដែងចរន្តិពាលាទុំមេធាអមិតេនេវៈអត្តនាក្រោនតោបាបកੰកម្មੰយ៉ាងហោតិកដោកັບផលាំងពួកជនពាលមិនមានប្រាជ្ញាមានខ្លួនឯងជាសត្រូវនៃខ្លួនឯងតែងធ្វើនៅអំពើដ៏លាមកហើយតែងមាននៅផលដ៏ក្តៅក្រហាយហ្នឹងហើយផលដ៏ក្តៅក្រហាយនេះជាពុទ្ធដីកាព្រះអង្គសម្ដែងបញ្ជាក់ពីពាលបញ្ជាក់ពីបណ្ឌិតនឹងច្បាស់លាស់ណាស់
ល្មមតែយើងអាចសិក្សាស្ដាប់ពិចារណាទៅហ្នឹងគឺថាយើងជ្រះថ្លាក្នុងពុទ្ធដីកាណាយើងជ្រះថ្លាហ្នឹងព្រះដ៏មានព្រះភិក្ខព្រះអង្គបញ្យលប្រាប់យើងប្រទានឲ្យនៃដល់យើងហ្នឹងគឺថាអស្ចារ្យមែនតើយើងមានសំណាងអីម្លេះយើងបានធ្វើបុណ្យអីពីជាតិមុននេះបានសំណាងមកស្ដាប់ពុទ្ធដីកាដែលមានអត្តន័យខ្លឹមសារល្អម្លឹងវាយើងបានធ្វើបុណ្យអីពីមុនមកនេះបានមកស្ដាប់ហ្នឹងណាហើយយើងខ្វះបុណ្យអីបានជាយើងមិនចង់ស្ដាប់ធម៌ហ្នឹងអស់កាលទៅយូរមកហើយណាយើងខ្វះបុណ្យអីម្លេះបានជាយើងមិនបានស្ដាប់នៅពាក្យពេចន៍ទូមានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់យើងចង់តែស្ដាប់ភ្លេងភ្លាត់អាឡេអាឡូឯណាឯណីនោះអត់ប្រយោជន៍មិនងាកមកស្ដាប់ពាក្យមានប្រយោជន៍ឲ្យធ្វើឲ្យខ្លួនឯងបាននៅប្រយោជន៍ទាំងពីរក្នុងโลกនេះនិងក្នុងโลกខាងមុខជាប្រយោជន៍ទាំងពីរហ្នឹងណាយូរណាស់ហើយមិនក៏យើងមិនមកសិក្សាមិនមកស្ដាប់ឃើញទេដល់យើងបានមកស្ដាប់ហើយយើងសរសើរថាយើងបានធ្វើបុណ្យអីបានជាយើងបានមកស្ដាប់នៅធម៌ហ្នឹងអញ្ចឹងសត្វបុណ្យរបស់យើងដែលអាចលឺពីអត្តន័យខ្លឹមសារអីម្លឹងត្រង់ប្ររពចំពោះអនន្តសិទ្ធិបត្តាមត្ថិធនៈមត្ថិអិតិពេលោវិហញ្ញតិអត្តាហេអត្តណោណដ្ឋិកតោបត្តាកតោធនំជនពាលតែងព្រួយបារម្ភលំបាកដោយសេចក្តីសម្គាល់ថាកូនទាំងឡាយរបស់អញក៏មានទ្រព្យរបស់អញក៏មានតាមពិតសូម្បីខ្លួនឯងក៏មិនមែនជារបស់ខ្លួនផងចំណងបើកូនទ្រព្យទាំងឡាយនឹងរាប់បានមកពីណានេះព្រះអង្គសម្ដែងរឿងជ្រៅបន្តិចជនពាលទាំងឡាយតែងសម្គាល់កូនប្រពន្ធស្វាមីទ្រព្យសម្បត្តិរបស់ខ្លួនឯងមានតាមពិតព្រះអង្គសម្ដែងថាសូម្បីតែខ្លួនឯងមិនមែនជារបស់ខ្លួនផងតើទ្រព្យសម្បត្តិកូនចៅអីទាំងអស់នោះនឹងមានមកពីណាអត្តាហេអត្តណោណដ្ឋិអត្តាហេអត្តណោណដ្ឋិណដ្ឋិវាមិនមែនជាខ្លួនណាអត្តណោណដ្ឋិខ្លួនឯងវាអត់មានអត្តាអត់មានតួខ្លួននោះកតោបត្តាកតោធនំបុតក្តីទ្រព្យក្តីនឹងមានមកពីណានឹងព្រះពុទ្ធជាម្ចាស់បញ្ជាក់ន័យដល់ប៉ុណ្ណឹងអញ្ចឹងបានន័យថាបើយើងរាប់ក្នុងពាលនៅក្នុងការធ្វើអំពើអាក្រក់ដោយកាយដោយវិចារអីផ្សេងធ្ងន់ធ្ងរអីដូចជាបាជាសតុអីយើងមិនបានដល់ថ្នាក់នឹងទេយើងនៅក្នុងលំដាប់ល្អប៉ុន្តែដល់ព្រះអង្គសម្ដែងថាបុគ្គលពាលសម្គាល់ថាកូនចៅប្រុសស្រីរបស់ខ្លួនមានទ្រព្យរបស់ខ្លួនមានហ្នឹងប៉ុណ្ណឹងក៏ហៅថាពាលដែរពេលដែលយកន័យដល់ជ្រៅដល់ថ្នាក់ថាសូម្បីតែមានសកាយតិថិដែលមានការប្រកាន់ខ្លួនហ្នឹងក៏ព្រះអង្គសម្ដែងថាពាលបាត់ដែរអញ្ចឹងបានន័យថាយើងក៏ពាលមួយដែរអញ្ចឹងយើងមានទោសអីគឺមានទោសនៅក្នុងវត្តដាក់ហ្នឹងអន្ទោលទៅនៅក្នុងវាលវត្តសង្សារមិនបានសម្រេចនៅព្រះនិព្វានហ្នឹងរឿងការប្រកាន់ខ្លួនហ្នឹងតាតែនៃអត្តន័យខ្លឹមសារនេះរៀងជ្រៅបន្តិចតើអ្នកសិក្សានៅក្នុងសតិប្បដ្ឋានបរិបត្តិសតិប្បដ្ឋានវិបស្សនាអីហោហាយអញ្ចឹងទៅបានយល់ថាមិនមែនខ្លួនមិនមានខ្លួនមានត្រឹមតែរូបធម៌នាមធម៌ហ្នឹងវាមានន័យយ៉ាងម៉េចឃើញទេហ្នឹងពុទ្ធបរិស័ទយើងដឹងអញ្ចឹងអត្តន័យខ្លឹមសារនៃបកាថាហ្នឹងព្រះអង្គសម្ដែងថាសូម្បីតែការប្រកាន់ខ្លួនឯងថាមានខ្លួនឯងហ្នឹងប៉ុណ្ណឹងក៏ពាលដែរឃើញទេអញ្ចឹងពាលធម៌ហ្នឹងស៊ីជម្រៅទេថារឿងកាយកម្មវិច័យកម្មមโนកម្មជាទុច្ចរិតជាពាលហើយយើងថាសំរុំហើយតែសូម្បីតែទិដ្ឋិការប្រកាន់ថាមានខ្លួនឯងហ្នឹងក៏ព្រះអង្គរាប់បញ្ចូលថាជាពាលដែរអញ្ចឹងមានទោសអ្មេចគ្រាន់តែការប្រកាន់ខ្លួនថាមានទោសដែរគឺមានទោសត្រូវវិលកើតវិលស្លាប់ក្នុងសង្សារវដ្តរោគទីខាងចុងបំផុតមិនមានត្រូវតែកើតត្រូវតែស្លាប់កើតហើយត្រូវស្លាប់កើតហើយត្រូវឈឺត្រូវស្លាប់ដដែលហ្នឹងជាទោសនៃការប្រកាន់ថាមានខ្លួនអាការប្រកាន់ថាមានខ្លួននឹងឯងត្រូវទទួលលទ្ធផលគឺការវិលកើតចាស់ឈឺស្លាប់ឃើញទេត្រូវវិលកើតចាស់ឈឺស្លាប់ជាលទ្ធផលនៃការប្រកាន់ថាមានអត្តាអាការប្រកាន់ថាមានអត្តានោះវាត្រូវទទួលថាមានត្រូវទទួលមានទោសអញ្ចឹងតែម្ដងហ្នឹងហើយអញ្ចឹងបានព្រះអង្គសម្ដែងនៅបកាថាតទៅទៀតក្នុងការប្ររពចំពោះបរិសម្នាក់
ទីខាជាកិរតោរតិទីខាងសន្តសយោចនាងទីខោពីលានៈសង្សារោសត្វធម្មងអវិជាអ្នកតាំងរាត្រីវែងឆ្ងាយសម្រាប់អ្នកដែលដេកភ្ញាក់រលឹកដេកមិនលក់ហ្នឹងហើយយោជវែងឆ្ងាយសម្រាប់អ្នកដើរអស់កម្លាំងហើយសង្សារវត្តវែងឆ្ងាយហ្នឹងគឺចំពោះបកុលពៀលដែលមិនដឹងនៅព្រះសទ្ធមហ្នឹងហើយទីខាទីខៈហ្នឹងគឺថាវែងវែងហ្នឹងរាត្រីគឺយប់ហ្នឹងវាយូរណាសម្រាប់អ្នកដេកមិនលក់ក្រភ្លឺដេកមិនលក់អីក្រភ្លឺម្លេះតាមពិតយប់ហើយថ្ងៃប្រវែងស្មើគ្នាណាតែដល់តែយើងសម្រានអត់លក់គឺចាប់ផ្ដើមចាំមើលពេលណាភ្លឺហ្នឹងហើយដែលយើងលក់ទេបានវារឿងឆាប់ភ្លឺដេកគ្រាន់ដេកទៅព្រលឹមឡើងភ្លឺដោយសារតែយើងលក់ទេណាបើយើងមិនបានលក់ហ្នឹងគឺយូរបដ ாய் យប់ហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងថាយប់យូរសម្រាប់អ្នកដេកមិនលក់ហ្នឹងឯងយោជឆ្ងាយអាចម្ងាយទៅមុខហ្នឹងមួយយោជពីរយោជហ្នឹងដើរទៅវាអស់កម្លាំងអូឆ្ងាយណាស់កន្លះយោជចែកជាពីរក៏ដើរទៅឆ្ងាយនេះវាតុនជើងហើយនោះអាហ្នឹងសម្រាប់អ្នកដើរអស់កម្លាំងខ្លាំងគឺឆ្ងាយមែនទែន10-20 ម៉ែត្រក៏ឆ្ងាយដែរអស់កម្លាំងមែនទែននោះហ្នឹងហើយតែបើអ្នកមានកម្លាំងមិនអីទេប៉ុណ្ណឹងចិត្តទេឆាប់ដល់ទេតែអត់កម្លាំងគឺមិនងាយដល់ហើយជាពិសេសសង្សារវត្តនេះសង្សារវត្តវែងឆ្ងាយហ្នឹងគឺសម្រាប់បុគ្គលពៀលអ្នកមិនដឹងនៅព្រះសទ្ធមគឺអ្នកមិនដឹងនៅព្រះធម៌មានបរមត្តធម៌នឹងជាដើមគឺថាធ្វើឲ្យសង្សារវត្តវែងឆ្ងាយមែនទែនសង្សារវត្តហ្នឹងគឺការអន្ទោលទៅរបស់ខណ្ឌអាយតនធាតុវិលអន្ទោលទៅកើតចាស់ឈឺស្លាប់ដដែលមិនមានទីបំផុតនឹងឯងតែឈ្មោះថាជាសង្សារវត្តហ្នឹងអញ្ចឹងសង្សារវត្តវែងឆ្ងាយហ្នឹងសម្រាប់តែបុគ្គលពៀលទេសប្បុរសទាំងឡាយមិនវែងទេហ្នឹងហើយសប្បុរសទាំងឡាយគឺញ៉ាំងសង្សារវត្តនោះឲ្យខ្លីបានន័យថាសង្សារវត្តសម្រាប់លោកហ្នឹងគឺបានខ្លីដោយសារអីដោយសារការប្រព្រឹត្តការអនុវត្តការសិក្សាសង្កេតពិនិត្យឈានទៅដល់ការកំណត់ដឹងការចេះដឹងនៅក្នុងរូបធម៌នាមធម៌នេះដែលធ្វើឲ្យសង្សារវត្តនឹងខ្លីបើមិនបានឃើញខណ្ឌ5ហ្នឹងមិនមែនជារបស់ខ្លួនទេសង្សារវត្តនឹងនៅតែបន្តអញ្ចឹងតលតែបុគ្គលណាឃើញខណ្ឌទាំង5នេះមិនទៀងជាទុកជាអនត្តាណាបានចាប់ផ្ដើមធ្វើឲ្យសង្សារវត្តនឹងខ្លីរួញទៅបានបើមិនទាន់បានឃើញខណ្ឌទាំង5ហ្នឹងដោយបញ្ញាថ្នាក់សតិប្បដ្ឋានបដិបត្តិរឿយទេគឺសង្សារវត្តនៅតែវែងឆ្ងាយមិនបានរួញខ្លីទេអញ្ចឹងបានរៀនស្ដាប់នៅព្រះធម៌ដើម្បីឃើញទុក្ខទោសនេះទុក្ខទោសរបស់ខណ្ឌទាំង5នេះរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណនេះមានទុក្ខទោសដ៏ច្រើនមានទុក្ខទោសដ៏ច្រើនរៀនឃើញទុក្ខនឹងទោសនឹងទៅធ្វើឲ្យសង្សារវត្តនឹងរួញខ្លីទៅបានបើមិនទាន់អស់ជាតិអស់ភពអីយ៉ាងណាក៏មានសង្ឃឹមថានឹងខ្លីដោយសារអីដោយសារតែបានឃើញទោសនៃសង្សារវត្តឃើញទោសនៃបញ្ញខណ្ឌនឹងណានឹងពុទ្ធបរិស័ទយើងសិក្សាអប់រំមើលទៅបណ្ដឹងថាព្រះដ៏មានវិភាកព្រះអង្គបង្ហាត់បង្រៀនសម្ដែងបញ្យលណែនាំនឹងល្អនោះមហាសែនល្អមិនដឹងជារអីទៅប្រៀបបានទេឃើញទេអត់មានអីប្រៀបបានជាមួយនឹងឱវាទរបស់ព្រះដ៏មានវិភាកណាព្រះដ៏មានវិភាកព្រះអង្គជាបុគ្គលអស្ចារ្យអស្ចារ្យមែនទែនហ្នឹងហើយយើងទៅរកបុគ្គលណាឲ្យប្រសើរដូចព្រះអង្គក្រៃលែងជាងព្រះអង្គហ្នឹងហើយមានបុគ្គលណាដែលមកពន្យល់យើងឲ្យយើងភ្ញាក់រលឹកដឹងរឿងរ៉ាវពីលោកនេះលោកខាងមុខនឹងដំណើរទៅកាន់ព្រះនិព្វានឯណាឲ្យដូចជាព្រះសម្មាសម្ពុទ្ធទៀតមិនមានទេអញ្ចឹងបានព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយតថាគតជាកល្យាណមិត្តរបស់អ្នកទាំងឡាយអ្នកទាំងឡាយចូលមកខ្សែគប់តថាគតមកអញ្ចឹងបានជាយើងត្រូវពោលថាពុទ្ធាំងសរណังកេឆាមិខ្ញុំប្រកាសណាសូមដល់នៅព្រះពុទ្ធជាទីពឹងទីរលឹក
បានន័យថាមានព្រះអង្គជាមហាកល្យាណមិត្តឃើញទេដែលព្រះអង្គអាចប្រាប់បញ្យលយើងបានហ្នឹងទៅបុគ្គលពីណាទៅប្រាប់ពីទុក្ខទោសគ្រោះថ្នាក់បនបាបអីឲ្យយើងស្ដាប់ឲ្យយើងខ្លាចបាបមិនធ្វើបាបអីនោះបុគ្គលពីណាទៅប្រាប់យើងអញ្ចឹងអត់ទេមានតែប្រាប់ថាប្រឹងធ្វើបាបណាប្រឹងធ្វើអំពើអាក្រក់ប្រឹងធ្វើនេះធ្វើនោះកុំខ្លាចបាបខ្លាចទោសកុំធ្វើចិត្តមេត្តាអីត្រូវធ្វើចិត្តឲ្យសាហាវដោយពួកចៅនិយាយគ្នាអញ្ចឹងឃើញទេនឹងបុគ្គលពីលនេះព្រះសម្មាសម្ពុទ្ធជាកំពូលនៃសប្បុរសព្រះអង្គពន្យល់អញ្ចឹងបានថាយើងសំណាងហើយសំណាងមែនទែនមិនដឹងជារោសំណាងអីលើសនឹងទៀតដែលយើងអាចស្ដាប់នៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធរឿយនេះសំបីព្រះអង្គបរិនិព្វានទៅហើយក៏ដោយប៉ុន្តែយើងអាចនៅឮសំឡេងហ្នឹងមិនឮសំឡេងផ្ទាល់ប៉ុន្តែឮអត្ថន័យហ្នឹងសំឡេងរបស់ព្រះអង្គគឺរលត់អស់ហើយប៉ុន្តែអត្ថន័យខ្លឹមសារមិនទាន់បាត់បង់ទៅណារូបមន្តមិនបាត់ទៅណាទេអក្ខរព្យាញ្ជនៈដែលព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងគ្មានទាន់បាត់មួយអក្សរទេគាត់ថាសំឡេងរបស់ព្រះអង្គរលត់មែនប៉ុន្តែអត្ថន័យដែលសំខាន់ជាងគេរឿងអត្ថន័យនេះតាសំខាន់អត្ថន័យខ្លឹមសារនេះព្រះអង្គសម្ដែងចំនួននោះព្រះអង្គសម្ដែងយ៉ាងណាចំនួននេះអត្ថន័យនៅដដែលទេតានៅដដែលដូចកាលព្រះអង្គសម្ដែងយ៉ាងនោះសម្ដែងកាលនោះអត្ថន័យនៅដដែលដូចកាលពីព្រះអង្គសម្ដែងថ្មីអញ្ចឹងហើយបានជាអ្នកមានឧបនិស្ស័យនឹងអាចសម្រេចធម៌បានសូម្បីព្រះដ៏មានព្រះភិក្ខបរិនិព្វានទៅក៏ដោយសំខាន់គឺយល់នៃខ្លឹមសារចេះរូបមន្តនឹងផ្សំថ្នាំនឹងផ្សំសម័យណាក៏ថ្នាំនឹងផ្សំទៅបានជារោគដូចតែគ្នាឃើញទេនឹងប្រយោជន៍ខ្លឹមសារនៃការស្ដាប់នៅព្រះធម៌ហ្នឹងគឺអញ្ចឹងបានព្រះអង្គឲ្យយើងខ្សែគប់នៅសប្បុរសខ្សែគប់ឲ្យច្រើនកុំខ្លាចសប្បុរសហ្នឹងហើយរាប់អានជាមួយសប្បុរសប្រឹងប្រែងអនុវត្តសិក្សាពធរៀនពធស្ដាប់រឿយទៅដើម្បីនេះឲ្យខ្លួនយើងរឹងមាំនៅក្នុងសេចក្តីល្អហ្នឹងហើយយើងសប្បាយចិត្តញញឹមថាយើងជាមនុស្សហើយយើងមិនបានធ្វើនៅកម្មអាក្រក់អីធ្ងន់ធ្ងរដោយពិបាកជាសតុទេដោយទេវទត្តទេហើយយើងនៅមានឱកាសអាចកសាងខ្លួនឲ្យទៅជាមនុស្សល្អហើយមានដំណើរទៅកាន់សុគតិសួគ៌ព្រះនិព្វានបានដោយសារតែយើងចេះប្រព្រឹត្តអនុវត្តនឹងយើងមិនជាបុគ្គលដែលថាកាយលែងបានអីមែនទេជាបុគ្គលដែលអាចប្រព្រឹត្តល្អបានទទួលផលល្អបានហ្នឹងហើយនេះជាធម្មទានរបស់ខ្ញុំកណ្ណាខ្ញុំបាទក្នុងថ្ងៃនេះតកតងនឹងការខ្សែគប់នៅបុគ្គលពីលនិងបុគ្គលដែលជាបណ្ឌិតប៉ុណ្ណឹងចុះណាសម្រាប់ពុទ្ធបរិស័ទទទួលសម្ដាប់ក្នុងពេលនេះខ្វះខាតយ៉ាងណាក៏សូមអធិស្ឋានទៅណាបុណ្យកុសលដែលកើតពីការធ្វើធម្មទាននេះសូមពុទ្ធបរិស័ទទាំងអស់បានរួចផុតចាកទុក្ខទាំងពួងសូមអនុមោទនា